ចឹងយើងគ្រាន់តែប្រាប់គេចឹងក្នុងនេះគេឲ្យរកប្រវែង NP ចឹងយើងបង្ហាញគេពីអ្វីដែលគេប្រាប់សិនចាតាមសមត្ថកម្មឬក៏តាមបម្រាប់ចារង្វង់ផ្ចិត O មាន OA ស្មើ OB ស្មើ 5.5 សង់ទីម៉ែត្រណាហើយ MN ស្មើ9សង់ទីម៉ែត្រចាក្នុងនេះដោយសារចា OA យើងឃើញតាមរូបណា OA ជាចម្ងាយពីផ្ចិត O ទៅអង្កត់ធ្នូ MN ហើយចំណែក OB ជាចម្ងាយពីផ្ចិត O ទៅអង្កត់ធ្នូ NP ចឹងយើងឃើញថាបើចា OA ចម្ងាយពីផ្ចិតទៅកាន់អង្កត់ធ្នូនីមួយៗស្មើគ្នា OA ស្មើ OB នោះយើងក៏បានអង្កត់ធ្នូទាំងពីរនេះមានប្រវែងស្មើគ្នាដូចគ្នាដែរណា MN ស្មើ NP ចាហើយ NP នេះស្មើ9សង់ទីម៉ែត្រចាអញ្ចឹង MN ក៏ស្មើ9សង់ទីម៉ែត្រណាដូចនេះចាប្រវែង MN មានរង្វាស់ស្មើ9សង់ទីម៉ែត្រចានេះគឺយើងប្រើលក្ខណៈទាំងស្រុងតែម្ដង